ដៃទម្លុះមេកម្រិត9ល្អធ្វើបានល្អណាស់បងអស់ចាបងអស់ចាអស់ចាស៊ូកេអស់ចាស៊ូកេអស់ចាណាអស់ចាស៊ូកេលិនសៀវនៃត្រកូលលិនលួឈឿនសំណាក់ដាវខ្លាំងជាមិត្តនឹងគ្នាក៏ព្រមទទួលស្គាល់ឲ្យគេសុំបានមួយរឿងកម្ពុជាយុទ្ធសាស្ត្រស្ដេចប្រយុទ្ធវគ្គ1សេរីភាព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 លើប៉ៅបើសិនជាលោកឈ្នះការប្រកួតត្រកូលលើយត្រូវតែប្រគល់កាដូមួយទៅឲ្យលោកអញ្ចឹងសូមដោះលែងត្រកូលលិននិងសំណាក់ដាវខ្លាំងឲ្យមានសេរីភាពទៅអីគេនឹងអីក៏ធ្វើបាននឹងដាក់គឺមែនហើយអីក៏ធ្វើបាននឹងដាក់គឺម្ចាស់ផ្ទះត្រកូលលើយបានប្រាប់ថាជាអ្វីទៅរង្វាន់ដែលបានឈ្នះពីការប្រកួតហេតុអីណែក៏ជារបស់ត្រកូលលិនហេតុអីទៅអូមែនហើយអីក៏ធ្វើបានពីដាក់គឺហេតុអីហេតុអីធ្វើបានពីដាក់គឺសម្រុកចូលទៅសម្រុកចូលសម្រុកចូលទៅឆាសម្រុកចូលទៅចូលទៅទៅឆាឡើងឡើងចូលទៅមិនបានទេសម្រុកចូលទៅអីកើតអីមកកាត់អីឆាប់ក្រោកឡើងបងក្រោកមកនិយាយជាមួយខ្ញុំសិនបងក្រោកឡើងបងកាត់អីលើពីឯឆាប់បកស្រាលើនេះភ្លាមមកថ្មយ៉ាងយូរនៅក្នុងច្បងនេះគួរតែមានជាង100ដុំឯណោះណានេះគឺជាបរិវេណអណ្ដូងរ៉ែដែលជីកបានមួយខែជារង្វាន់របស់ត្រកូលលិនលោកគ្រូលិនក៏ទុកឲ្យល្អណាព្រោះអ្នកលោភលន់វាមានច្រើនលិនសៀវឯងនឹងម្ចាស់សម្បត្តិឆាប់ប្រាប់ភ្លាមមកនេះឯងធ្វើស្អីហេតុអីនិយាយចឹងដោះលែងតែម្នាក់ឯងហេតុអីទៅដោះលែងតែម្នាក់ឯង